បាទសួស្តីពុកម៉ែបងប្អូនកណាមកជួបខ្ញុំបាទទៀតហើយជាមួយនឹងមុខម្ហូបស្ងោរជ្រក់ត្រីបងប្អូនដោយសារតែខែនេះគឺជាខែរដូវបូមត្រីអញ្ចឹងបងប្អូនហើយត្រីសបោអញ្ចឹងនឹកឃើញថាយើងបូមត្រីបានយើងយកមកស្ងោរជ្រក់អាហ្នឹងហៅថាស្ងោរជ្រក់ហ្នឹងបងប្អូនហើយយើងដំបូងយើងធ្វើត្រីឲ្យស្អាតបងប្អូនយើងមានជីស្លឹកខ្ទឹមហើយនឹងរំដេងស្លឹកក្រូចហើយជាមួយនឹងខ្ទឹមជាមួយនឹងដុំស៊ុបខ្នុរយើងធ្វើត្រីមកស្អាតចឹងមកពុកម៉ែបងប្អូនបន្ទាប់មកទៀតយើងមានក្រូចឆ្មា2ផ្លែចឹងបងប្អូនហើយយើងដាក់ដាំទឹកដើម្បីឲ្យទឹកពុះសិនណាបងប្អូនដើម្បីឲ្យយើងដាក់ដាំទឹកវាឲ្យពុះសិនមកយើងដាក់ជាមួយនឹងបិណ្ឌគ្រឿងបងប្អូនគ្រឿងរំដេងស្លឹកក្រូចហ្នឹងគឺយើងដាក់វាដើម្បីឲ្យវាមានរសជាតិចេញមកយើងដាក់ទៅវាឲ្យត្រីវាកាត់ឆ្អាបអញ្ចឹងពុកម៉ែបងប្អូនចំពោះមុខម្ហូបមួយមុខនេះគឺជាប្រភេទស្ងោរជ្រក់ត្រីអញ្ចឹងប្រភេទត្រីគឺវាឆ្អាបបើយើងធ្វើខុសទៅគឺវានឹងឆ្អាបអញ្ចឹងបងប្អូនទឹកយើងពុះហើយបងប្អូនយើងនឹងដាក់ត្រីចូលម្ដងមួយបងប្អូនយើងដាក់ក្បាលវាទៅដែលយើងដាក់អាណាមួយដែលវាឆាប់កាត់មុនគេអញ្ចឹងបងប្អូនពោះមុខម្ហូបមួយមុខនេះគឺអត់ពិបាកទេបងប្អូនគឺស្ងោរជ្រក់ត្រីគឺងាយបងប្អូនមើលតែវីដេអូរបស់ខ្ញុំគឺអាចនឹងហូបបានហើយបងប្អូនហើយយើងទុកវាមកស្ទុះហើយយើងថែមថយជាមួយម្សៅស៊ុបហើយជាមួយនឹងម្សៅរ៉ូឌីបងប្អូនយើងប្រើរ៉ូឌីផងដុំស៊ុបខ្នុរផងឲ្យវាមានរសជាតិបងប្អូនអញ្ចឹងទេគឺស្ងោរជ្រក់ស៊ុបយើងគឺវាអត់សូវជាតិអញ្ចឹងពុកម៉ែបងប្អូនហើយម្ហូបនេះគឺយើងមកហូបមកល្ងាចគឺយើងហូបបាយក្តៅពេលល្ងាចអាហ្នឹងវាល្អសម្រាប់សុខភាពហើយម្ហូបយើងក៏បានរួចហើយយើងបង់ទៅស្លឹកជីទៅអាចហូបបានហើយពុកម៉ែបងប្អូនហ្នឹងហើយមុខម្ហូបរបស់យើងហ្នឹងគឺចប់តែប៉ុណ្្នឹងហើយបងប្អូនថ្ងៃក្រោយឱកាសក្រោយចាំជួបគ្នានៅវីដេអូក្រោយអរគុណបាយបាយ